សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel បងហាន់សម្រាប់រឿង GL សូមជួយចុច Subscribe ដែល admin ម្នាក់មួយផងណាតោះចូលសាច់រឿងយើងបន្តទៅគឺរឿង ស្នេហ៍អូនជានិរន្តរ៍ភាគទី29បន្ទាប់ពីម៉ាក់បងណៃគាត់បានត្រឡប់មកផ្ទះវិញគាត់ក៏បាននិយាយរអ៊ូក្តៅក្រហាយដាក់ប្តីរបស់គាត់ចំណែកប្តីរបស់គាត់ក៏គាត់បាននិយាយថាតើឯងទៅទីណាក៏តាក់ទងមិនបានសោះពេលហ្នឹងគឺគាត់បាននិយាយប្រាប់ប្តីគាត់ថាគាត់ទៅតែមកពីកម្មវិធីសម្ពោធហាងថ្មីរបស់កូនប្រសាគាត់ហ្នឹងពេលដែលប្តីគាត់ឮបែបហ្នឹងប្តីគាត់ក៏បានសួរបន្តថាតើឯងបានបង្កបញ្ហាអីនៅទីនោះដែរអត់ពេលហ្នឹងប្រពន្ធរបស់គាត់ចាប់ផ្ដើមខឹងដល់គាត់ថាតើឯងនិយាយបែបហ្នឹងចង់មានន័យថាម៉េចឬមួយក៏គិតថាគាត់នឹងជាមនុស្សបែបហ្នឹងមែនឬបានជាសួរគាត់បែបហ្នឹងហេតុអ្វីបានជាមិនគិតថាគាត់ជាជនរងគ្រោះផងគាត់ឈឺចាប់ខ្លាំងណាស់នៅពេលដែលឃើញពួកគេសប្បាយរីករាយជាមួយគ្នាបែបហ្នឹងទាំងដែលគ្មានខ្ញុំនៅជាមួយហើយខ្ញុំចូលទៅកម្មវិធីហ្នឹងក៏គេមិនអោយខ្ញុំចូលទៅដែរទុកខ្ញុំនឹងជាអ្វីទុកខ្ញុំជាអ្នកក្រៅមែនទេទាំងដែលខ្ញុំត្រូវជាម៉ាក់របស់កូនណៃហ្នឹងចំណែកកូនណៃគឺលេងដូចមុនហើយគឺខ្ញុំឃើញគេសប្បាយរីករាយនៅជាមួយនឹងគ្រួសារថ្មីរបស់គេគឺគេភ្លេចម៉ាក់ម្នាក់នេះហើយខ្ញុំក៏មិនព្រមដែរខ្ញុំមិនព្រមឲ្យគ្រួសារថ្មីនឹងយកកូនណៃចេញពីខ្ញុំបានឡើយព្រោះកូនណៃគឺត្រូវតែជាកូនរបស់ខ្ញុំតែម្នាក់គត់ហើយក៏នៅជាមួយខ្ញុំដែរខ្ញុំមិនព្រមឲ្យមានរឿងនឹងកើតឡើងទេពេលដែលម៉ាក់បងណៃក៏និយាយបែបហ្នឹងប្តីរបស់គាត់ក៏បានព្យាយាមនិយាយណែនាំថាហេតុអ្វីបានជាឯងនៅតែរឹងទន្ទឹងបន្តធ្វើទង្វើបែបហ្នឹងទៀតធ្វើអ្វីតែឯងមិនគិតទេឬថាអ្នកដែលបំបាក់គ្រួសារគេហ្នឹងគឺជាឯងទើបត្រូវជាងពួកគេទាំងអស់ហ្នឹងគឺមិនបានខុសទេអ្នកដែលខុសហ្នឹងគឺជាឯងនឹងឯងដែលមិនព្រមបើកចិត្តទទួលយកការពិតទាំងដែលពួកគេនឹងមិនបានបំភ្លេចឯងនោះឡើយគឺមានតែឯងទេដែលមិនព្រមទទួលស្គាល់គេហើយបើសិនជាឯងបន្តតែធ្វើទង្វើបែបហ្នឹងទៀតពេលដែលឯងឈឺថ្កាត់ឬក៏មានជំងឺឈឺដល់ស្លាប់អីគឺគ្មានអ្នកណានៅក្បែរឯងទេគឺគេនឹងទៅចោលឯងអស់ហើយគឺសំបីតែខ្ញុំក៏មិននៅជាមួយនឹងឯងទៀតដែរសូមឯងចាំទុកចោលម៉ាក់ម៉ងណៃគាត់នៅតែបន្តប្រកែកថាគាត់មិនបានខុសទេគាត់ធ្វើទាំងអស់ហ្នឹងគឺត្រឹមត្រូវហើយគឺដោយសារតែប្រពន្ធគេនឹងឯងដែលបង្វិលខួរក្បាលកូនណៃឲ្យភ្លេចពួកយើងអស់លលីងហ្នឹងគឺដោយសារតែពួកគេទាំងអស់ហ្នឹងទើបកូនយើងនឹងប្រែចរិតបែបហ្នឹងទាំងអស់ចំណែកប្តីរបស់គាត់ក៏បានបន្តនិយាយថាខ្ញុំបាននិយាយព្រមានឯងម្ដងហើយម្ដងទៀតហើយបើសិនជាឯងនៅតែចង់ធ្វើបន្តទៀតហ្នឹងក៏សូមធ្វើទៅចោលប៉ុន្តែបើសិនជាមានរឿងអ្វីគឺគាត់លែងខ្វាយខ្វល់ទៀតហើយបន្ទាប់ពីនិយាយប្រាប់ប្រពន្ធគាត់រួចហើយគាត់ក៏បានចាក់ចេញទៅបាត់ចំណែកឯប្រពន្ធរបស់គាត់ក៏បាននឹកឃើញអង្គុយស្រមៃពេលដែលគាត់និយាយគ្នាជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហើយមិត្តភ័ក្តិរបស់គាត់ក៏បានអួតពីកូនរបស់គាត់ថាឥឡូវគេកំពុងតែមានសង្សារហើយនឹងជិតរៀបការឆាប់ៗនេះដែរហើយគេនឹងមានចៅពោនៅថ្ងៃខាងមុខហើយចុះកូនរបស់ឯងវិញតែយ៉ាងម៉េចដែរពេលណាបានមានគូសកលនឹងគេពេលហ្នឹងម៉ាក់បងណៃក៏គាត់បានអង្គុយពិបាកចិត្តថាគាត់មិនដឹងថាពេលណាបានបីចៅទេដោយសារតែកូនរបស់គាត់នឹងគឺរវល់ជាមួយនឹងការងារគឺមិនខ្វាយខ្វល់ពីគូសកលអីទេហើយគាត់ក៏បារម្ភដែរខ្លាចកូនគាត់នៅAU លេងឆ្លាញ់អ្នកណាអញ្ចឹងណាអ្នកទាំងអស់គ្នាពេលដែលគាត់និយាយជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហើយគាត់ក៏បានសម័យបន្តទៀតគឺដល់ឈុតដែលបងណៃគាត់បានមកនិយាយប្រាប់ម៉ាក់របស់គាត់ថាឥឡូវគាត់កំពុងតែមានអ្នកជប់ចិត្តគាត់ចង់ណែនាំឲ្យម៉ាក់ស្គាល់ដែរហើយគាត់នឹងមកនាំជួបម៉ាក់ឆាប់នេះចំណែកឯម៉ាក់បងណៃគាត់ឮដូច្នេះគាត់ក៏មានចិត្តត្រេកអរគាត់សម័យថានឹងកូនគាត់នឹងមានចិត្តស្រឡាញ់មានស្នេហាអីហើយពេលដែលបងណៃនាំសាន់នីមួយជួបគាត់ក៏បានខំអរមើលអ្នកផ្សេងគាត់ថាកូនរបស់គាត់មានស្នេហាជាមួយនឹងមនុស្សប្រុសពេលដែលបងណៃគាត់នាំសាន់នីមួយជួបគាត់ខំអរអ្នកផ្សេងហើយបងណៃក៏គាត់បានសួរថាតើម៉ាក់កំពុងតែរមើលអ្នកណាទៀតហើយម៉ាក់របស់គាត់ក៏បាននិយាយថាចុះអ្នកឯណាដែលកូនថាណែនាំឲ្យម៉ាក់ស្គាល់ហ្នឹងពេលហ្នឹងម៉ាក់បងណៃក៏គាត់ពេលហ្នឹងបងណៃគាត់ក៏បាននិយាយថាមានអ្នកណាទៀតគឺជាសាន់នីនាងហើយនាងគឺជាសង្សាររបស់កូនពេលដែលគាត់ឮដូច្នេះគាត់នឹងគៀងស្ដោកតែម្ដងដោយសារតែគាត់មិននឹកស្មានថាកូនរបស់គាត់ហ្នឹងគឺមានចិត្តស្រឡាញ់ស្រីប្រភេទស្រីដូចគ្នាពេលដែលគាត់បាននិយាយគ្នាជួបសង្សារបងណៃហើយគាត់នឹងគេនៅជាសង្សារនឹងគ្នាអត់ទាន់ជាប្តីប្រពន្ធទេបន្ទាប់ពីបងណៃនិងសានីគាត់ត្រឡប់ទៅវិញគាត់ក៏បានអង្គុយពិបាកចិត្ត
តែម្នាក់ឯងហើយប្តីរបស់គាត់ក៏បាននិយាយលួងលោមប្រាប់ថាសម័យនឹងហើយគេមិនប្រកាន់ភេទអីទៀតទេបើសិនជាកូនមានចិត្តស្រឡាញ់ណាគេយើងគួរតែស្រមតាមកូនរបស់យើងទៅកុំមកបីបំបាក់ស្នេហាកូនអីប្តីប្រពន្ធរបស់គាត់នឹងក៏បានតថាគាត់មិននឹកស្មានថាកូនណៃនឹងគឺមានចិត្តស្រឡាញ់ភេទដូចគ្នាអញ្ចឹងហើយគាត់មិនចង់បានបែបហ្នឹងទេគាត់ចង់ឲ្យកូនគាត់មានគ្រួសារមានចាស់ឲ្យគាត់បានថែបានពោនឹងគេដូចមិត្តភក្តិរបស់គាត់ដែរប៉ុន្តែហេតុអ្វីបានជាកូនគាត់ខ្លាយទៅជាបែបហ្នឹងនិយាយរំទៅគឺគាត់អត់ពេញចិត្តតែម្ដងតាំងពីថ្ងៃដំបូងហ្នឹងបន្ទាប់ពីថ្ងៃដែលគេណែនាំខ្លួនឲ្យម៉ាក់របស់គាត់ដឹងហើយស្រាប់តែថ្ងៃបន្ទាប់ហ្នឹងគឺបងណៃនិងសានីក៏បានមកលេងម៉ាក់របស់គាត់ម្ដងទៀតហើយក៏បាននិយាយអំពីការរៀបការហើយពេលដែលរៀបការហ្នឹងគឺពួកគាត់ទាំងពីរនាក់ហ្នឹងគឺបានចុះអត្តាសវលរួចរាល់អស់ហើយធ្វើឲ្យម៉ាក់បងណៃហ្នឹងគាត់កាន់តែគៀងតែម្ដងគឺពេលដែលឮថាបានចុះអាពាហ៍ពិពាហ៍ហើយគាត់ក៏បានសួរថាតើកូនទាំងពីរហ្នឹងនឹងក្រុងរៀបការនៅថ្ងៃណាដែរពេលហ្នឹងសានីក៏បាននិយាយថាគឺយើងក្រុងរៀបការនៅពេលដែលផ្ទះរបស់ពួកយើងហ្នឹងបានធ្វើរួចរាល់ពេលហ្នឹងគាត់កាន់តែភ័យទៀតគាត់ខ្លាចបងណៃចាក់ចេញពីគាត់ហើយគាត់ក៏បានសួរថាតើទីហើយណាតើគាត់មិនដឹងរឿងអញ្ចឹងពេលហ្នឹងសានីក៏គាត់បាននិយាយថាគឺជាផ្ទះដែលប៉ាម៉ាក់របស់គាត់ហ្នឹងបានទិញជូនគាត់ជាកាដូចំណងដៃរៀបការរបស់ពួកគាត់ហើយយើងនឹងរស់នៅទីនោះជាមួយគ្នាពេលហ្នឹងគឺគាត់កាន់តែខឹងនឹងសានីទៀតហើយគឺគាត់មិនពេញចិត្តទេដែលបំបែកកូនចេញពីគាត់ហ្នឹងបន្ទាប់ពីអង្គុយស្រមៃតែម្នាក់ឯងហើយគាត់ក៏បានអង្គុយខូចចិត្តតែម្នាក់ឯងបន្តទៀតទៅគឺគាត់សំណោះខ្លួនឯងហើយកាត់ចូលមួយឈុតសានីហើយនឹងបងណៃណាវិញបន្ទាប់ពីកម្មវិធីសម្ពោធនឹងបញ្ចប់ហើយពួកគាត់ក៏បានអង្គុយមើល comment ដែលមានអ្នក comment តែពាក្យល្អហើយសរសើរបងណៃមិនដាច់ពីមាត់ថាកូនប្រសាមានរូបរាងសម្បត្តិស្អាតម្លេះគឺស័ក្តិសមជាមួយនឹងសានីខ្លាំងណាស់គឺគេអង្គុយទៅសើតែពីបងណៃហើយពេលហ្នឹងសានីគេក៏អង្គុយអន់ចិត្តដែរគាត់ថាហេតុអ្វីបានជាអ្នកដែលនៅក្នុង comment ហ្នឹងសរសើរតែបងណៃមិនដាច់ពីមើលអញ្ចឹងហេតុអ្វីមិនសរសើរខ្ញុំដែរពេលហ្នឹងបងណៃក៏គាត់បាននិយាយលួងលោមប្រពន្ធគាត់ថាដោយសារតែប្រពន្ធបងគឺស្អាតស្រាប់ទៅហើយគឺអូនស្អាតជាងគេទាំងអស់ហ្នឹងសានីក៏គាត់បាននិយាយថាប៉ុន្តែគាត់មិនសុខចិត្តទេវាអត់ស្មើភាពគ្នាទេដែលសរសើរតែបងហ្នឹងហើយបងណៃក៏បានថើបលួងលោមសានីទៅអំឡុងពេលដែលបងណៃហើយនឹងសានីកំពុងតែមានក្តីសុខជាមួយគ្នាហ្នឹងគឺចូលមកប្រុសឆៃណែវិញគឺគាត់បានផ្ញើរូបទៅឲ្យម៉ាក់របស់បងណៃហ្នឹងមើលរូបភាពដែលគេចូលរួមកម្មវិធីសម្ពោធហ្នឹងហើយឃើញមានក្តីសុខហ្នឹងក៏បានផ្ញើរូបឲ្យគាត់មើលហើយក៏បានខលសួរនឹងនិយាយចាក់ចែកម៉ាក់បងណៃទៀតហើយអ្នកទាំងអស់គ្នាហ្នឹងគឺប្រូឆៃហ្នឹងគឺបានសួរនឹងថាគាត់ឃើញរូបថតនៅក្នុងកម្មវិធីហ្នឹងគឺឃើញមានតែគ្រួសាររបស់សានីអ្វីបានជាមិនមានរូបអ្នកម៉ាក់ចូលរួមដែរគឺខ្ញុំគិតថាម៉ាក់នឹងបានចូលរួមនឹងគេដែរហេតុអ្វីបានជាមិនឃើញអញ្ចឹងម៉ាក់បងណៃគាត់ក៏បាននិយាយថាគាត់បានទៅចូលរួមដែរប៉ុន្តែពួកគេមិនអោយខ្ញុំចូលទៅទេគឺខ្ញុំខូចចិត្តខ្លាំងណាស់ចំណែកប្រូឆៃក៏កាន់តែនិយាយចាក់ជីកបន្ថែមឲ្យគេថាហេតុអ្វីបានជាពួកគេធ្វើបែបហ្នឹងហួសហេតុពេកហើយខ្ញុំមិននឹកស្មានថាបងណៃហ៊ានធ្វើបែបហ្នឹងដាក់លឺអ្នកម៉ាក់សោះបើសិនជាខ្ញុំវិញខ្ញុំមិនព្រមទេអ្នកម៉ាក់គួរតែមានវិធីអីចាត់ការលឺរឿងហ្នឹងទៅបើខ្ញុំវិញខ្ញុំមិនអោយនៅសុបបែបហ្នឹងទេគឺនិយាយចាក់ចែកឲ្យម៉ាក់បងណៃហ្នឹងគាត់ទៅរករឿងសានីហើយធ្វើឲ្យបងណៃហ្នឹងគាត់មានរឿងមានបញ្ហាអីទៀតណាអ្នកទាំងអស់គ្នាហើយនិយាយញុះញង់ឲ្យម៉ាក់បងណៃហ្នឹងគឺទៅរករឿងបដ ாய் គឺនិយាយcontrol ថាបើសិនជាម៉ាក់ធ្វើអ្វីមួយគឺខ្ញុំចាំ control អ្នកម៉ាក់ចំណៃបន្ទាប់ពីនិយាយទូរស័ព្ទជាមួយនឹងម៉ាក់បងណៃហើយគាត់ក៏បានមកធ្វើការវិញហើយពេលដែលល្ងាចហ្នឹងគឺគាត់ក៏បានចេញមកក្រៅក៏លឺបងណៃហ្នឹងគាត់ខលកក់តុអាហារព្រោះគាត់កក់តុទៅញ៉ាំអាហារជាមួយនឹងសាន់ឌីពេលដែលគាត់លឺបែបហ្នឹងគាត់ក៏បានខលទៅប្រាប់ម៉ាក់បងណៃហ្នឹងម្ដងទៀតគាត់ឲ្យបានខលឯអ្នកទាំងអស់គ្នាគឺគាត់ផ្ញើសារទៅប្រាប់ថា
lầnយ៉ាងនេះគឺបងណៃគាត់បានទៅញ៉ាំអាហារជាមួយសានីនៅកន្លែងនេះម៉ោងប៉ុណ្ណេះនឹងប៉ុណ្ណេះគឺគាត់រៀបចំនឹងគឺឲ្យម៉ាក់បងណៃនឹងទៅរករឿងនឹងហាងនឹងបដ ாய் ពេលហ្នឹងគឺម៉ាក់បងណៃគាត់បានឃើញសារនឹងហើយគាត់ក៏បានរៀបចំខ្លួនជាស្រេចដើម្បីទៅរករឿងសានីតែម្ដងហើយសាច់រឿងរបស់យើងគឺសូមបញ្ចប់តែប៉ុណ្្នឹងសិនកុំភ្លេចតាមដានភាពបន្តនៅថ្ងៃស្អែកទៀតផងណាគឺវគ្គពិសេសតែម្ដងគឺវគ្គម៉ាក់ក្មេកគុំសរសើរវាយគ្នានៅកន្លែងហាងអាហារបដ ாய் ហើយកុំភ្លេចជួយចុច subscribe ដល់ admin ម្នាក់មួយផងណាដើម្បី admin មានកម្លាំងចិត្តសម្រាប់រឿងបន្តទៀតអរគុណច្រើនបាយបាយ